và dòng lệ số bông ôn ngọc khía đài sờ lạnh chơi chật bật sấy bầm mánh và bông ôn ngọc khía bạn sầmรับbông ôn đài tay để chặt màu xua bị biển chấm và côn hay là cái biệt tại dương chập đam từ bồn nữa dương côn chấm một pet ấy bông ôn ai sạt bồn chấm một pet steng cái đào rồi thì steng lọc bông ôn thì mình làm lại thu bên tay lâu rồi đâu ca đấy bỏ bông ôn trong rồi chấm mà tôi đôi nó không video bọc nhông cứ vì khó rất đâu ấy bông ôn rất đâu đại miền côn tôi phía trên nấu đờm ở nó trong khai pí từ đờm ở trong khai muối bạn bây giờ chập đờm ở cạnh sự bọc bồn cồn hơi hay và được phật từ với nấu ở trong khai pram bạn hay trong khai pram cứ o hỏi một ôn cứ xâm tỏ thành đó mà cồn tối bạn hayรับการจำปูนให้យើងត្រូវធ្វើសបុកវាបែបនេះបើស្អីប្រមាញ់គឺយើងត្រូវដាក់ឈើមានយើងកាច់ឈើចឹងមកហើយយើងដាក់ជាសបុកទៅយើងដាក់ស្លឹកឈើបន្តិចមកស្លឹកឈើយើងគួរយកស្លឹកដែលដូចជាស្លឹកកុំដាក់ស្លឹកមានជួរយើងគួរតែយកស្លឹកណាដែលមានជួរស្លឹកណែនាំបងប្អូនយកស្លឹកកាសាស្លឹកដើមព្រីងខ្យល់អីអាហ្នឹងយើងអាចយកមកបានហើយសម្រាប់មែកឈើអីយើងដាក់រឿងធំបន្តិចមកបងប្អូនយកមែកឈើងាប់ក៏បានរស់ក៏បានកាច់វាប៉ិនកូនដៃមកហើយដាក់វានៅលើនឹងទៅតែនៅពេលដែលវានៅតូចបងប្អូនត្រូវថែរក្សាឲ្យមែនតែនជាមួយនឹងសត្វឆ្មាបងប្អូនព្រោះឆ្មាចូលចិត្តដែរវានៅតូចវាអាចទាន់ការពារខ្លួនឯងបានទេតែសម្រាប់បក្សីប្រមាញ់នៅពេលវាធំពេញរូបពេញរាងហើយបងប្អូនមិនខ្លាចទេឆ្មាវាអត់ហ៊ានជាមួយប្រភេទពួកហ្នឹងទេហើយវាក៏ចូលចិត្តដេកកន្លែងតែខ្ពស់អីទៅបើសិនយើងចាំវាលែងមើលខ្ញុំចាំវាពីច្រើនខ្ញុំប្រឡែងវាចោលអាប្រភេទស្ទាំងកណ្ដោនេះវាចាំផ្ទះមែនតើបងប្អូនដល់ម៉ោងស៊ីចំណីគឺវាហោះមករកម្ចាស់ហើយប្រភេទស្ទាំងកណ្ដោនេះគឺយើងអត់មានយកប្រមាញ់អីទេបងប្អូនគឺយើងជើមបែបលក្ខណៈបោះលេង free fly ហើយវាតាមយើងណាបងប្អូនឲ្យតែយើងដាក់ចំណីដាក់អីវាទៅយើងធ្វើជាសញ្ញាមួយក៏ដូចជាដាក់ឈ្មោះដាក់អីឲ្យវាមួយទៅដើម្បីឲ្យវាចាំថានៅពេលដែលយើងធ្វើកាយវិការណាមួយសត្វយើងមករកយើងអញ្ចឹងទៅឧទាហរណ៍ដូចខ្ញុំខ្លឹមកញ្ចែដើម្បីឲ្យសត្វវាចាំមួយវាចាំយើងថាយើងនៅពេលដែលយើងខ្លឹមកញ្ចែគឺវាបានចំណីស៊ីអញ្ចឹងហើយយើងធ្វើឲ្យវាជាទម្លាប់អញ្ចឹងរហូតតាំងពីទូចដល់ធំអញ្ចឹងទៅអញ្ចឹងវាចាំហ្នឹងសត្វយើងប្រហែលអញ្ចឹងហើយសត្វនេះស្រួលដែរទេបងប្អូនព្រោះវាធំហើយក៏វានៅតាមម្ចាស់ដែរបើសិនជាយើងយកទៅដល់យើងដាក់ខ្សែជើងដាក់អីវាទៅហើយយើងបញ្ចុកចំណីវាបានពី5ថ្ងៃទៅ1អាទិត្យទៅនឹងវាចាំម្ចាស់ថ្មីហើយបាទងាយស្រួលទេហើយប្រភេទនេះគឺវាធូរថ្លៃមែនតើបងប្អូនបើកូនវាកាលដែលពេញសម្បូរគឺមួយអត់ដល់50000ទេបាទគឺធូរថ្លៃបើយើងយកច្រើនបងប្អូនចាំគួរចាំមកគូទៅដើម្បីឲ្យវាមានគ្នាវាអីស្រែកលេងទៅតែប្រាប់បងប្អូនមួយដល់ពេលដែលយើងចាំវាគឺវារឹងថ្លង់បន្តិចបាទព្រោះអីវាចូលចិត្តស្រែកបាទអានេះគឺយើងវាបានធំពេញរូបពេញរាងហើយខ្ញុំយកវាមកបោះលេងគឺវាជួយអារម្មណ៍យើងមួយពេលដែរនៅពេលល្ងាចពេលអីយើងធ្វើជាងអស់សុខយើងហាត់ប្រាណដូចជាការហាត់ប្រាណមួយដែរបងប្អូនរត់បើយើងនេះយើងរត់ឲ្យវាដេញតាមយើងស៊ីចំណីវាហោះដេញតាមយើងមែនទេហើយសម្រាប់ការចាំបក្សីវាពីសងលើមនោចេតនាបងប្អូនយើងត្រូវផ្ដោតមនោចេតនាទៅមើលការថែរក្សាថែទាំវាអីចឹងទៅដើម្បីវាសាំងនឹងមនុស្សយើងយកវាទៅដាក់កន្លែងមនុស្សដែលមានមនុស្សច្រើនអីចឹងទៅកុំឲ្យវាពេលយើងយកវាមកទៅណាទៅណីចឹងកុំឲ្យវាផ្អើបងប្អូនមិនចាំបាច់ពាក់មួកចាំបាច់អីទេហើយអាហេងខ្ញុំនេះគឺនេះវាឈ្មោះហេងបងប្អូនហើយវាពេលថ្ងៃឡើងចឹងខ្ញុំប្រឡែងវាហោះនៅលើដើមឈើនៅមុខផ្ទះហើយនៅលើបកគោភ្លើងនោះឯងនៅពេលដែលយើងដល់ម៉ោងដាក់ចំណីវាយើងគ្រាន់តែហៅឈ្មោះវាមកហៅឈ្មោះវាស្រែកហៅមកវាហោះមករកយើងបងប្អូនគឺងាយស្រួលមែនទេបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនណាដែលមានបំណងចង់ថាអត់មានពេលទិនេសម្រាប់ការបរិហាត់បក្សីអាចទៅមកបានបងប្អូនមានស្វាកម្មថែទាំមកដែរបាទអរគុណជម្រាបលា